សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្វែងយល់អំពីករណីឈឺចង្កេះឬក៏ការលានឌីចង្កេះនៅពេលដែលយើងធ្លាប់ឈឺចង្កេះហើយយើងសង្ស័យថាយើងមានជំងឺលានឌីចង្កេះយើងធ្លាប់ទៅព្យាបាលហើយគឺមានការធូរបានខ្លះក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក្រោយពីធូរបានខ្លះនោះខ្ញុំឲ្យអ្នកទាំងអស់គ្នាមកធ្វើលំហាត់ប្រាណខ្លះៗទៀតដើម្បីជួយដោះស្រាយនៅបញ្ហារបស់យើងដើម្បីឈានទៅរកការជាសះស្បើយឬក៏ការបានប្រសើរឡើងតាមលំដាប់តាមដែលអាចធ្វើទៅបានចំពោះអ្នកដែលមានបញ្ហាលានឌីចង្កេះឧទាហរណ៍ថាឈឺចង្កេះហើយស្ពឹកមកតាគៀកឈឺចង្កេះហើយស្ពឹកទៅជើងឈឺចង្កេះហើយទន់ជើងអីជាដើមឡាហ្នឹងថ្ងៃនេះខ្ញុំឲ្យអ្នកទាំងអស់គ្នាមកធ្វើលំហាត់ប្រាណ2ដើម្បីដោះស្រាយអ្នកទាំងអស់គ្នាដែលធ្លាប់ជួបអាការៈបែបនោះលំហាត់ទី1គឺផ្ដោតសំខាន់ទៅលើអ្នកដែលមានអាការៈឈឺដើម្បីជួយជំរុញលំហូរឈាមដើម្បីជួយជំរុញចលនានៃភាពបត់បែនអ្នកទាំងអស់គ្នាឲ្យកាន់តែប្រសើរឡើងគឺលំហាត់ស្រាលហើយលំហាត់ទី2ហ្នឹងក៏ស្តៀងគ្នានេះដែរលំហាត់ទី1ដែលខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាធ្វើឧទាហរណ៍ថាអ្នកទាំងអស់គ្នាលើកជើងមកឈឺឬក៏អោនចុះទៅវាឈឺចាក់ទាញមកជើងឧទាហរណ៍ថាយើងលើកជើងប៉ុណ្ណឹងមកវាមានការឈឺស្ពឹកមកជើងឬក៏ចាក់មកតាគីអីជាដើមទី1គឺមិនចង់ឲ្យអ្នកទាំងអស់គ្នាអីធ្វើអីខ្លាំងពេកទេខ្ញុំនៅតែចង់ឲ្យអ្នកទាំងអស់គ្នាធ្វើលំហាត់ប្រាណតិចឧទាហរណ៍ថាយើងសម្រាកចុះបែបហ្នឹងបាទសម្រាកចុះបែបហ្នឹងហើយតាគីយើងនេះរេចុះតិចដូចខ្ញុំបានធ្វើអ្នកទាំងអស់គ្នាគ្រាន់តែយើងតាគៀកចុះក្រោមបន្តិចចុះឡើងតិចដើម្បីឲ្យសន្លាក់តាគៀករបស់យើងហ្នឹងវាមានចលនាចុះឡើងជាមួយនឹងធ្វើឲ្យមើលចុះបាទខាងនេះចុះចុះឡើងតិចដើម្បីឲ្យសន្លាក់នៅម្ដុំតាគៀកយើងហ្នឹងធូរមិនបានផ្ដោតទៅលើសន្លាក់ចង្កេះចង្កចង្កេះទេក៏ប៉ុន្តែដើម្បីឲ្យសន្លាក់ខាងក្រោមនៃតាគៀករបស់យើងហ្នឹងធូរយើងបញ្ឈរជើងអញ្ចឹងក៏បានដែរយើងបញ្ឈរជើងអញ្ចឹងហើយលើកចុះឡើងចុះឡើងបាទបន្តមកទៀតយើងធ្វើលំហាត់ស្តៀងគ្នានឹងដែរដៃរបស់យើងនេះយើងចាប់ប៉ុណ្ណឹងមកហើយយើងងើបតាគៀកចុះអែនងើបចុះអែនឡើងនេះអែនហ្នឹងដើម្បីឲ្យចង្កងចង្កេះរបស់យើងនឹងវាមានចលនាយើងបាទយើងក្រោកឡើងហើបតាគៀកយើងទៅនេះបន្តិចហើបមកហើយអែនចុះក្រោកឡើងហើយអែនចុះក្រោកឡើងហើយអែនចុះលំហាត់ទាំងពីរនេះយើងអាចធ្វើមួយថ្ងៃយើងអាចធ្វើ2ដងឬក៏3ដងក៏បានដែរតែលំហាត់ទី1ដែលយើងធ្វើអែនចុះក្រោកឡើងបាទក្រោកឡើងមកដោយខ្ញុំបានធ្វើចុះឡើងដើម្បីឲ្យសន្លាក់ចង្កេះនិងសន្លាក់នៅម្ដុំសាកគ្រោមយើងនេះវាមានចលនាបានខ្លះដើម្បីជួយជំរុញនៃភាពធូរស្បើយរបស់យើងនឹងឲ្យកាន់តែប្រសើរឡើងអញ្ចឹងអ្នកទាំងអស់គ្នាដូចដែលខ្ញុំបានបង្ហាញទី1យើងឡើងតាគៀកនេះហើយតម្លាក់ចុះឡើងខាងនេះម្ដងឡើងចុះចុះឡើងយឺតដូចដែលខ្ញុំបានធ្វើអញ្ចឹងបាទបន្ទាប់មកយើងធ្វើលំហាត់ទី2ផ្សំជាមួយគឺយើងហើបតាគៀកនេះបន្តិចហើបហ្នឹងមិនបាច់ចាំប្រឹងទេហើបធម្មតាបានហើយមិនបាច់ប្រឹងឲ្យខ្លាំងពេកទេបាទហើបឡើងណាកោងឲ្យឃើញផតបន្តិចមកផតឲ្យធ្វើយឺតហើបអែនហើបបាទអែនហើបហើយអែនហើបឡើងអែនទៀតបាទហើបឡើងអែនទៀតហើបឡើងអែនទៀតអញ្ចឹងដូច្នេះលំហាត់ទាំងពីរហេតុអ្វីយើងត្រូវធ្វើលំហាត់ទាំងពីរហ្នឹងដើម្បីជួយដោះស្រាយនៃបញ្ហាឈឺចង្កេះហើយយើងសួរថាលំហាត់ទាំងពីរហ្នឹងវាមានអត្ថប្រយោជន៍ខ្លះទី1គឺធ្វើឲ្យសន្លាក់របស់យើងនឹងវាមានចលនាបានប្រសើរដើម្បីជួយកាត់បន្ថយនៃការឈឺចង្កេះកាលណាតែយើងបានប្រសើរហើយវាជួយកាត់បន្ថយនៃការឈឺចង្កេះខ្លះហើយទី2គឺកុំឲ្យសន្លាក់ចង្កេះរបស់យើងនឹងវាជួបកាំងវាបាទពិបាកធ្វើចលនាព្រោះនៅពេលដែលយើងឈឺគឺมันអាចធ្វើចលនាអីបានពេញលេញទេដូច្នេះការធ្វើលំហាត់ដើម្បីជំរុញឲ្យមានចលនានៃភាពបត់បែនរបស់យើងហ្នឹង
ក៏វាជួយកាត់បន្ថយនៃការឈឺចុកចាប់ក៏វាជួយជំរុញទៅដល់ការជាសះស្បើយនៃបញ្ហារបស់យើងនឹងបានខ្លះដែរដូច្នេះហើយចំពោះអ្នកដែលមានបញ្ហាលៀនឌីចង្កេះដូចជាអ្នកធ្វើការច្រើនអ្នកដែលបើកឡានអង្គុយយូរអីជាដើមលើកធ្ងន់ហ្នឹងកុំភ្លេចមើលវីដេអូមួយហ្នឹងដើម្បីជាបានជាចំណេះដឹងផងនិងបានជាប្រយោជន៍សម្រាប់យើងផងនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបើអ្នកទាំងអស់គ្នាមានចម្ងល់អីបន្ថែមអ្នកទាំងអស់គ្នាអាច comment សួរបានអ្វីដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយជួបគ្នានៅវីដេអូក្រោយនៃវីដេអូលំហាត់ប្រាណបាយបាយ